ជំរាបសួរក៏ដូចជាសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទម្ដងទៀតហើយ Set Traveler អញ្ចឹងថ្ងៃនេះផងដែរគឺអត់ខុសពីសពមួយដងទេបងប្អូនអរគ្នាគឺខ្ញុំនឹងធ្វើដំណើរទៅកន្លែងស្ទូចត្រីដដែលដែលខ្ញុំបានទៅកាលពីសប្តាហ៍មុនប៉ុន្តែលើកមុនខ្ញុំទៅតែ2នាក់កូនទេប៉ុន្តែម្សិលនេះគឺខ្ញុំទៅជាលក្ខណៈគ្រួសារតែម្ដងបងប្អូនអរគ្នាដោយសារតែកន្លែងហ្នឹងគឺស្អាតមែនទែនបងប្អូនអរគ្នាទៅហើយគឺចង់ទៅទៀតបងប្អូនអរគ្នាហើយនេះគឺ baby របស់ខ្ញុំគាត់ក៏ទៅដែរបងប្អូនអរគ្នាហើយយើងធ្វើដំណើរនៅតាមផ្លូវហើយនេះកូនរបស់ខ្ញុំគាត់ឆ្លៀតថតគាត់ចេះថតចេះអីទៀតបងប្អូនអរគ្នានេះគាត់ថតខ្លួនឯងបងប្អូនអរគ្នាខ្ញុំឲ្យគាត់កាន់សាកថតមើលគាត់ថតបានស្អាតមែនទែនបងប្អូនអរគ្នាហើយនេះយើងមកដល់ហើយបងប្អូនអរឃើញហើយគឺស្អាតមែនទែនជាមួយនឹងថ្ងៃលិចហើយនឹងទេសភាពខ្យល់បងប្អូនអរគ្នាទៅហើយគឺចង់ទៅទៀតដូចខ្ញុំអញ្ចឹងហ្នឹងហើយឥឡូវនេះគឺយើងធ្វើដំណើរមកដល់ហើយបងប្អូនអរគ្នាឃើញថាស្អាតមែនទែនបងប្អូនអរគ្នាសម្រាប់មួយអត់មានទេបងប្អូនអរគ្នាសំបីតែមួយក៏គ្មានដែរហើយយើងអាចមកមើលថ្ងៃលិចបានយើងអាចធ្វើអីញ៉ាំជាមួយគ្នាអញ្ចឹងបងប្អូនអរគ្នាបានអញ្ចឹងនេះគឺជាសកម្មភាពដែលខ្ញុំដាក់អីវ៉ាន់ចុះរៀបចំដើម្បីរៀបចំតុរៀបចំអីហើយយើងក៏បានធ្វើម្ហូបពីផ្ទះមកដើម្បីញ៉ាំជាមួយគ្នាហ្នឹងផងដែរហើយខ្ញុំក៏បានទៅឡើងស្ទូចទៅឡើងអីដើម្បីស្ទូចត្រីទៀតបងប្អូនអរគ្នាហើយនេះគឺជារឹងដែលខ្ញុំបានទៅឡើងជូនកូនរបស់ខ្ញុំបាទគឺខ្ញុំយកមកពីតែម្ដងម្សិលនេះយកមកឲ្យគាត់គេងម្នាក់មួយហើយនេះគឺជាស្ទូចរបស់ខ្ញុំដែលខ្ញុំបានទៅឡើងហើយបងប្អូនអរគ្នាបាទយើងដាក់កណ្ដឹងចោលចឹងទៅពេលត្រីស៊ីវានឹងលឿយមិនឲ្យយើងបាក់អង្គុយមើលទេបងប្អូនអរគ្នាឲ្យយើងស្រួលមែនទែនបាទនេះជារឹងដែលខ្ញុំទៅឡើងជូន baby ហើយឥឡូវនេះគឺគាត់កំពុងតែគេងហើយបាទជិះម៉ូតូមកខ្យល់ហើយគាត់គេងលក់ដូចនេះបងប្អូនឃើញហើយបាទគឺថ្ងៃលិចស្អាតមែនទែនហើយកន្លែងនេះមានវាលឲ្យយើងសម្រាប់បោះតង់សម្រាប់អីបានអញ្ចឹងបងប្អូនអរគ្នាធ្វើសាច់អាំងញ៉ាំហើយនឹងស្ទូចត្រីបដាយើងស្ទូចបានត្រីយើងដាក់អាំងសាច់ភ្លាមតែអាំងត្រីភ្លាមនៅកន្លែងហ្នឹងក៏បានដែរបងប្អូនអរគ្នាបាទហើយខ្យល់វិញបងប្អូនអរគ្នាមើលទៅដើមឈើដឹងហើយថាខ្យល់ខ្លាំងប៉ុណ្ណាអញ្ចឹងណាហ្នឹងហើយនេះបងប្អូនអរគ្នាបាទគឺខ្ញុំចងរឹងគេងស្ទូចត្រីចំណាយពេលវេលាជាមួយគ្រួសារកន្លែងនេះគឺស័ក្តិសមមែនទែនបងប្អូនអរគ្នាហើយស្ងប់ស្ងាត់ស្រួលមែនទែនបងប្អូនអរគ្នាហើយសំខាន់នោះគឺស្អាតបងប្អូនបាទស្អាតហើយនៅចិត្តភ្នំពេញយើងទៀតអញ្ចឹងគឺខ្ញុំមកញឹកមែនទែនបងប្អូនអរគ្នាបាទហើយនេះជាសកម្មភាពដែលខ្ញុំចាប់ដើមដាក់នុយត្រីបងប្អូនអរគ្នាបាទគឺនុយត្រីកន្លែងនេះគឺវាបិចអស់បងប្អូនអរគ្នាបាទវាឆ្លាតមែនទែនវាអត់ស៊ីវាបិចចឹកអស់ថៃឲ្យលីងហើយបន្ទាប់មកយើងក៏ចាប់ដើមរៀបចំអាហារដែលយើងធ្វើមកពីផ្ទះអង្គុយញ៉ាំជាមួយគ្នាចឹងបងប្អូនអរគ្នាបាទមានតិចតួចទេបងប្អូនអរគ្នាយើងទិញខ្លះយើងធ្វើខ្លះចឹងណាពីផ្ទះមកយើងខ្ចប់បាយមកអង្គុយញ៉ាំជាមួយគ្នាចំណាយពេលជាមួយគ្នាជជែកកំសាន្តជាមួយគ្នាបាទភាសាគ្នារឿងថ្ងៃអនាគតតទៅទៀតអីចឹងបងប្អូនអរគ្នាបាទសំខាន់គឺយើងបានចំណាយពេលជាមួយគ្នាហើយហ្នឹងហើយបងប្អូនអរគ្នាថ្ងៃហ្នឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនអរគ្នាបាទគឺខ្ញុំស្ទូចរៀងប្រលប់មែនតើហើយចង់អត់បានត្រីទេហើយមិនក៏រៀងងឹតដែរបាទដោយសារយើងមានកូនតូចអញ្ចឹងគឺយើងអាចនៅដល់យប់ពេកបានទេក៏យើងបានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញបងប្អូនអរគ្នាបាទប៉ុន្តែកន្លែងនេះបងប្អូនអរគ្នាគឺថ្ងៃលិចមកស្អាតមែនតើបងប្អូនឃើញបាទនៅក្នុងវីដេអូគឺមេឃឡើងពណ៌ក្រហមតែម្ដងបងប្អូនអរគ្នាបាទអញ្ចឹងគឺបើសិនជាបងប្អូនរកកន្លែងស្ទូចត្រីកំសាន្តបោះតង់ភិកនិកជាមួយគ្រួសារកន្លែងនេះគឺខ្ញុំរីកខមមិនមែនតើបងប្អូនអរគ្នាហើយក៏អរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមដល់ចប់សង្ឃឹមថាបងប្អូនចូលចិត្តហើយជួបគ្នាជាមួយខ្ញុំបាទវីដេអូក្រោយម្ដងទៀតបាយបាយ